សិនមកមួយរយៈនេះគេវល់ខ្លាំងណាស់លើកមុនមេកងបញ្ជាឲ្យយកទី1ក្បាលទៅឲ្យប្រពន្ធលោកមេបញ្ជាការចៃដន្យឲ្យឯងនៅពេលនោះអ្នកបម្រើរបស់ប្រពន្ធលោកមេបញ្ជាការក៏បានសុំច្បាប់ទៅស្រុកកំណើតពេលនោះសាន់ម៉ៅក៏បានស្ម័គ្រចិត្តយកទាដែលគេយកមកនោះធ្វើជាម្ហូបឲ្យប្រពន្ធលោកមេបញ្ជាការធ្វើឲ្យអ្នកស្រីនិងអ្នកប្រុសទូចគេចូលចិត្តរសជាតិនោះជាខ្លាំងអ្នកទាំងពីរបានហូបទី1ក្បាលនោះអស់រលីងប្រពន្ធលោកមេបញ្ជាការដោយឃើញសាន់ម៉ៅគេមានសមត្ថភាពនិងមានភាពវៃឆ្លាតក៏បានសំមេបញ្ជាការឲ្យបដូរឈ្មោះសាន់ម៉ៅឲ្យមកនៅផ្ទះជាមួយពួកគេហើយនឹងធ្វើជាអ្នកបម្រើផ្ទាល់លួនរបស់គាត់ចាប់ពីពេលនោះមកសាន់ម៉ៅត្រូវធ្វើការងារជាច្រើនធ្វើជាអ្នកមើលការងារខុសត្រូវក្នុងផ្ទះមើលក្មេងនិងត្រូវធ្វើជាចុងភៅចំអិនម្ហូបទៀតផងមួយថ្ងៃគេវល់ខ្លាំងមែនទែនឡើងវិលមុខតែម្ដងថ្ងៃមួយផ្ទះលោកមេបញ្ជាការមានភ្ញៀវមកលេងភ្លាមនោះទាហានក៏បានមករាយការណ៍ថាស្ទើរបានវាយមកដល់មាត់ទន្លេទល់មុខទីក្រុងរបស់យើងហើយពេលនោះលោកមេបញ្ជាការក៏បានភ័យស្លន់ស្លោនិងបញ្ជាឲ្យសាន់ម៉ៅត្រូវនៅការពារផ្ទះរបស់គាត់ព្រោះគាត់ត្រូវនាំគ្រួសាររបស់គាត់ទៅរកកន្លែងដែលមានសុវត្ថិភាពប៉ុន្តែមិននឹកស្មានថាលោកមេបញ្ជាការបែរជារកិច្ចលួនជាមួយនឹងជនភៀសដទៃទៀតសោះហើយនៅពេលនោះក៏មានទាហាននាំសារក៏បានជិះសេះដេញតាមលោកមេបញ្ជាការរួចហើយក៏បានប្រាប់លោកមេបញ្ជាការថាព័ត៌មានដែលទទួលបានគឺមិនត្រឹមត្រូវនោះទេពួកគេបានរាយការណ៍ច្រឡំហើយកងទ័ពដែលនៅឯច្រាំងទន្លេខាងនៃទីក្រុងគឺជាទាហានរបស់ពួកយើងដែលពួកគេកំពុងតែចល័តកងទ័ពប៉ុណ្ណោះពេលដូច្នេះលោកមេបញ្ជាការក៏ប្រញាប់វិលត្រឡប់ទៅផ្ទះវិញហើយនៅពេលនោះសាន់ម៉ៅគេកំពុងតែសប្បាយចិត្តនឹងហូបម្ហូបអាហារដែលនៅលើតុការពិតនៅពេលដែលលោកមេបញ្ជាការបានចេញទៅបាត់គេក៏បានគិតថាម្ហូបឆ្ងាញ់ទាំងនេះមិនត្រូវទុកឲ្យស្ត្រូវនោះទេដូច្នេះហើយគេក៏បានហូបអាហារដែលនៅលើតុនោះទាំងអស់តែនៅពេលដែលលោកមេបញ្ជាការត្រឡប់អាហារនៅលើតុទាំងនោះក៏ត្រូវបានគេហូបអស់ទៅហើយនិងបានសំងំដេកនៅលើតុនោះទៀតផងលោកមេបញ្ជាការឃើញដូច្នោះក៏ខឹងយ៉ាងខ្លាំងនិងបានចូលទៅទាត់សាន់ម៉ៅជើងរួចហើយក៏បញ្ជាឲ្យគេរៀបចំចម្អិនអាហារសាជាថ្មីបន្ទាប់ពីទទួលទានអាហារហើយលោកមេបញ្ជាការក៏បានរៀបចំកិច្ចការយោធាសាជាថ្មីដំបូងគឺត្រូវនិយាយអំពីបញ្ហាអនាម័យគាត់បានដើរមើលនៅតាមផ្លូវសម្រាមគោដូចជាភ្នំទៅហើយលៀមនោះគាត់ក៏បានសួរថាតើជាសម្រាប់ផ្ទះរបស់អ្នកណាសាន់ម៉ៅក៏បានប្រាប់ទៅលោកមេបញ្ជាការថាទាំងអស់នេះសុទ្ធតែជាសម្រាប់របស់ផ្ទះមន្ត្រីធំនៅទីនេះមួយគំនរនេះជាសម្រាប់ផ្ទះលោកមេបញ្ជាការអូចំណែកមួយគំនរនេះគឺជាផ្ទះរបស់លោកមេកលីហើយចំណែកអាគំនរធំជាងគេនោះគឺជាផ្ទះរបស់យើងហើយអ្នកស្រីក៏បាននិយាយថាវាត្រូវតែអញ្ចឹងហើយព្រោះនៅទីនេះគ្រួសាររបស់យើងគឺមានអំណាចជាងគេពេលនោះលោកមេបញ្ជាការក៏បានហាមប្រពន្ធគាត់ថាកុំនិយាយយូរពេកខ្មាស់គេនៅពេលដែលអនាម័យត្រូវបានសម្អាតរួចរាល់អស់ហើយនៅពេលនោះសាន់ម៉ៅបានកំពុងអង្គុយគិតថាលោកមេបញ្ជាការគឺជាថ្នាក់ដឹកនាំល្អមានភាពទៀងត្រង់និងស្មោះត្រង់ចំពោះកូនទាហានរបស់គាត់នៅថ្ងៃខួបកំណើតរបស់កូនលោកមេបញ្ជាការបានបញ្ជាឲ្យសាន់ម៉ៅយាមនៅផ្លោងទ្វារធំខាងមុខនិងមិនត្រូវឲ្យពួកគេយកអំណោយចូលក្នុងជាដាច់ខាតប៉ុន្តែគាត់បែរជាប្រាប់ប្រពន្ធគាត់ឲ្យចាំទទួលអំណោយនៅទ្វារខាងក្រោយទៅវិញដូច្នេះហើយអ្នកដែលយកអំណោយមកជូនក៏ត្រូវនាំគ្នាចូលតាមទ្វារក្រោយមិនយូរប៉ុន្មានអំណោយដែលកូនចៅបានយកមកជូនលោកមេបញ្ជាការវាក៏ដូចជាភ្នំទៅហើយភ្ញៀវដែលនៅក្នុងផ្ទះទាំងអស់ក៏បានកំពុងតែបាញ់ចូលលោកមេបញ្ជាការដើម្បីតែវាយអែបស៊ីអបគាត់នៅពេលដែលសាន់ម៉ៅកំពុងតែយាមក៏ស្រាប់តែមានតួលេខ10ប្រញាប់មួយមកសាន់មកក៏បានយកតួលេខនោះរត់ទៅបន្ទប់ទទួលភ្ញៀវគេក៏ស្លាប់តែភ្ញាក់ផ្អើលព្រោះឃើញភ្ញៀវនឹងកាដូជាច្រើននៅទីនោះគេពិតជាគិតមិនយល់សោះឡើយថាជាក់ស្ដែងគេមិនបានអនុញ្ញាតឲ្យនរណាម្នាក់ចូលទៅខាងក្នុងផ្ទះឡើយចុះហេតុអីបានជានៅក្នុងផ្ទះបែរជាមានមនុស្សនឹងកាដូច្រើនយ៉ាងនេះបន្ទាប់មកលោកមេបញ្ជាការក៏បញ្ជាឲ្យគេអានតួលេខនៅទីនោះនៅពេលដែលបានលើខ្លឹមសារនៅក្នុងតួលេខនោះពួកគេរំភើបជាខ្លាំងត្រូវបញ្ឈប់តំណែងលោកមេបញ្ជាការប៉ាយានជាបន្ទាន់ព្រោះរកឃើញថាគេជាមនុស្សពុករលួយកេងប្រវ័ញ្ចលោកខ្លួននិងបោកប្រាស់ថ្នាក់លើដូច្នេះត្រូវតែចាប់ខ្លួននិងបញ្ជូនទៅនាយកដ្ឋានច្បាប់យោធាជាអ្នកដោះស្រាយនៅពេលដែលពួកគេតួលេខដូច្នេះពួកគេក៏នាំគ្នាចូលទៅដណ្ដើមអំណោយរបស់គេយកត្រឡប់ទៅវិញហើយអ្នកខ្លះក៏បានព្រួតគ្នាវាយទៅលោកមេបញ្ជាការយ៉ាងដំណំនឹងដោយកំហឹងសាន់ម៉ៅឃើញដូច្នេះក៏មិនដឹងធ្វើម៉េចគេក៏បានរត់ចេញមកក្រៅនិងបានមើលពាក្យស្លោកដែលលោកមេបញ្ជាការសរសេរដោយផ្ទាល់ដៃ